ព្រះលោកប្រោះអានន្តហើយអ្នកទៅរបៀបនឹងមិនចប់ទេតើតែអ្នករៀនទទួលព្រមយកបញ្ហាដែលវាកើតហើយកុំកិច្ចពីបញ្ហាហ្នឹងហើយរៀនទទួលយកបញ្ហាហើយដោះបញ្ហាណាដោះបានក៏ដោះបញ្ហាណាដោះមិនបានក៏តាមហេតុតាមផលចឹងទៅហើយចិត្តព្រមទទួលយកចឹងទៅវាសុខហើយទៅនៅឯណាដែលមិនមានការតសើមមិនមានការនិន្ទាញោមក្នុងលោកយើងនេះកុំថាឡើយតែស្រុកខ្មែរទៅនៅវៀតណាមក៏ដោយទៅនៅថៃក៏ដោយទៅនៅអូស្ត្រាលីក៏ដោយទៅនៅអាមេរិកកាំងក៏ដោយទៅនៅអូស្ត្រាលីក៏ដោយកុំថាឡើយអាស៊ីទៅនៅដល់អឺរ៉ុបកាណាដាបារាំងនិងស្វីសអាល្លឺម៉ង់ទៀតទៅប៉ែកអឺរ៉ុបទៀតក៏វានៅតែមានអាតសៅអានិន្ទានឹងគ្រប់តែប្រទេសឲ្យតែមានមនុស្សរស់នៅមនុស្សទៅនៅណាមានចំណែនឈ្នាននេះគ្នាដល់ហ្នឹងមនុស្សទៅនៅណាមានការតសើមានការនិន្ទាមានពោលពាក្យបរោះមានពោលពាក្យមិនបរោះមានជេរបចោមានជួបជុំមានព្រាត់ប្រាស់មានសុកមានទុកមានសើចមានយំជារឿងធម្មតារបស់សត្វលោកអញ្ចឹងបាទអាត្មាតសេនេះអាសភៅខៀវអាត្មានេះសភៅម៉ាតសេមាន5 6មុខប៉ុណ្ណោះឥឡូវមកថាជីវិតយើងហាក់បីដូចជារឿងល្ខោនឬក៏ហាក់បីដូចជាសម្លម្ជូរមួយឆ្នាំងសម្លម្ជូរមួយឆ្នាំងមិនមែនគ្រាន់តែដាក់ទឹកចាក់ចូលឆ្នាំងឲ្យដាំ7 2គូវាចេញសម្លម្ជូរណាមែនទេចាក់តកាយមែនចង់ស្លម្ជូរមែនគ្រាន់តែដាក់ទឹកចូលឆ្នាំងឲ្យដាក់តែ7វាចេញសម្លម្ជូរមែនទេវាតបផ្សំដោយសាច់ដោយបន្លែដោយគ្រឿងគ្រប់មុខចូលគ្នាទាំងអស់ហើយយើងភ្លក់ទៅតែខ្លួនយើងហ្នឹងក៏មិនតាន់សន្មត់ថាម្ជូរដែរតើអ្នកដតីគេហូបគេភ្លក់ទៅបានថាអូអាហ្នឹងរសជាតិម្ជូរហើយសម្លហ្នឹងផ្សំគ្រប់រសជាតិទាំងអស់ទាំងសាច់ទាំងបន្លែទាំងប្រហុកទាំងអំបិលទាំងគ្រឿងគ្រប់មុខចូលគ្នាបានគេសន្មត់ថាសម្លម្ជូរមិនមែនគ្រាន់តែដាក់ទឹកហើយដាក់អំបិលវាទៅជាសម្លម្ជូរយ៉ាងណាមិញជីវិតយើងមិនមែនកើតមកម្នាក់គួយតែសើឆ្ញាញ់រហូតអត់មានយំទេណាមែនអង្គុយតែគេតសើអត់មានអាណានិន្ទាណាគ្រប់ជីវិតទាំងអស់វាមានតសើមានតិនទាមានជួបជុំមានព្រាត់ប្រាស់មានត្រូវចិត្តខ្លះមិនត្រូវចិត្តខ្លះជារឿងធម្មតារបស់ជីវិតហើយយើងក៏អញ្ចឹងគេក៏អញ្ចឹងដែលហៅថាមែនភ្លក់តែយើងហើយយើងសន្មត់ថាម្ជូរហើយគេផ្សេងគេភ្លក់មិនចេញម្ជូរហៅថាម្ជូរមែនទេយ៉ាងណាជីវិតមិនមែនកើតទុកតែយើងហើយគេអត់កើតទុកទេគេក៏កើតទុកយើងក៏កើតទុកគេក៏មានគេតសើមាននិន្ទាយើងនេះក៏មានគេតសើមាននិន្ទាអញ្ចឹងអ្នកឯងរត់ទៅឯណាឥឡូវរត់ទៅឯណាអ្វីដែលព្រះចង់បញ្ជាក់ណាសំខាន់ចិត្តយើងចេះទទួលព្រមនៅបញ្ហាដែលវាកើតកុំកិច្ចបញ្ហាហើយដោះបញ្ហាណាដោះបានក៏ដោះអាបញ្ហាណាដោះមិនបានតាមហេតុតាមផលរបស់វាអញ្ចឹងទៅដាប់តនលោកនិយាយញោមកាលណាយើងចេះទទួលព្រមអញ្ចឹងសុខទៅនៅណាក៏សុខដែរហើយអត់ចេះតែកើតទុកប៉មនុស្សយើងវាអត់ចេះទទួលព្រមដូចថ្មនិយាយមិញអាប្តីទៅអញ្ចឹងហើយអត់ទទួលព្រមរហូតដល់អាចិត្តដាច់ខ្យល់ហើយនៅឆ្លៀតហៅប្តីមកជេរមួយម៉ាត់ចុងក្រោយទៀតនេះដូចអាយើងរាល់ថ្ងៃមកមើលមិនទទួលព្រមដូចគ្នាឃើញគេមកចូលរួមបន់អញ្ចឹងគេពាក់ខ្សែដៃធំចុះអាចនវារកស៊ីអីក៏លឿនម៉េះវិញខ្សែដៃប៉ុណ្ណានៃអញប្រឹងចង់ងាប់រកតែប៉ុនមេដៃពាក់អំបានខ្ញុំឃើញអាហ្នឹងអត់ចេះទទួលព្រមដែរតែបើចេះពិចារណាក្នុងផ្លូវធម៌គិតថាវាមានតាមធម៌តាមរឿងរបស់តាមហេតុតាមផលរបស់គេចឹងទៅបុណ្យកុសលរបស់គេប្រឹងប្រែងចំរឿងរបស់គេក៏មានទៅត្រេកអររីករាយជាមួយគេតែប៉ុន្តែមិនមែនយើងនេះញោមឲ្យមិនចោលទេអាសាដែលជាតិនៃការមិនចេះលើកគ្នាជួយគ្នានឹងឯងមិនឃើញខ្មែរគ្នាឯងមានឲ្យតែត្រេកអរមិនឃើញកូនគេរៀនសូត្រចេះដឹងឲ្យតែត្រេកអរជាមួយគេមកឃើញកន្លែងនឹងមួយមិនល្អទេសម្រាប់ខ្មែរយើងណាគឺយើងគប្បីស្រឡាញ់គ្នាសាមគ្គីគ្នាសហការគ្នាព្រមព្រៀងគ្នាជួយគ្នានឹងឃើញគេមានសบายចិត្តគេទៅត្រេកអរទៅកូនចៅខ្មែរយើងទាំងអស់គ្នាទោះបីពុះផ្សេងគ្នាប៉ុន្តែឈាមយើងតែមួយឲ្យចេះស្រឡាញ់គ្នាសហការគ្នាព្រមព្រៀងគ្នាយើងទៅនៅណាក៏សុខដែរកុំចូលរឿងហ្នឹងយើងនិយាយរឿងធម៌យើងណាតែចូលទៅណាទៅណីអញ្ចឹងបានព្រះលោកប្រោះអានន្តថានន្តហើយទៅណាក៏មិនសុខដែរបើចិត្តអានន្តឯងមិនចេះទទួលព្រមហើយចេះតែរត់គេចបញ្ហាអញ្ចឹងមិនសុខបើតើទទួលយកបញ្ហាហើយដោះទៅហើយបើដោះបានក៏ដោះមិនបានតាមហេតុតាមផលអញ្ចឹងទៅរៀនទទួលព្រមនៅអ្វីដែលវាកើតអញ្ចឹងសុខហើយអានន្តនឹងទៅនៅឯណាក៏មិនកិច្ចរួចពីបញ្ហាដោយថ្មនិយាយមិញទៅថៅថាជីវិតមិនមែនគ្រាន់តែកើតមកសើចរហូតទេអាហ្នឹងគេមិនមែនហៅថាជីវិតទេហើយមកក៏មិនមែនកើតមកយំរហូតដែរអាយំរហូតដែលមិនមានសើចក៏គេមិនហៅថាជីវិតដែរគឺវាតែងលាយឡំចូលគ្នាគ្រប់រសជាតិទាំងអស់ជីវិតយើងអញ្ចឹងហ្នឹងណាឬហាក់បីដូចជាតួរឿងល្ខោនអញ្ចឹងណាអាត្មាធ្លាប់និយាយខ្សែជីវិតយើងដូចរឿងល្ខោនអញ្ចឹងញោមកាយញោមឯងមើលពីក្មេងមកមានការថ្នាក់ថ្នមបំបីខំក្រងការពារពីម្ដាយពីឪពុកដល់ពេលពេញវ័យវឌ្ឍនាការចេញទៅស្វែងរកចំណេះចេះដឹងពេលមានប្តីមានប្រពន្ធមានកូនមានចៅមានគេតសើមានគេនិន្ទាមានសើចមានយំមានជួបជុំមានព្រាត់ប្រាស់មានសុកមានទុកលីឡំគ្នាតាំងពីកើតដឹងក្តីរហូតដល់ដាច់ខ្យល់ទៅវិញ
rương là khao đôi kia cái lê nhỏ dương mơ nè miền tua cài miền tua slot miền à kia từ sao miền à kia nân tia miền cò miền à tua là o miền à tua cọ miền sả lanh miền sọp miền chụp chung miền prot prát đo ti bình chóp nó cái sai rương đừng quỳnhอย่างนั้นชีวิตยังโดยគ្នាចឹងប៉ិនខុសគ្នាត្រង់ថាតួសំដែងនៃរឿងក្រោយពេលបញ្ចប់ស្ពាយលុយយកទៅផ្ទះឯយើងនេះពេលបញ្ចប់ជីវិតត្រូវស្ពាយបន់យកទៅជាតិមួយផ្សេងទៀតហ្នឹងប្រយ័ត្នតែអត់ស្ពាយបន់អត់បានវីសាដូចតកាយហើយយារ៉ាន់ថ្ងៃហ្នឹងទេណាយើងថ្ងៃនេះបានវីសាមនុស្សល្អកុំភ្លេចឥឡូវវីសាយើងចិត្ត expire ហើយហ្នឹងហើយទាំងអស់គ្នាញោមណាអាយុចាប់ទៅចូល8អាហ្នឹងវីសាចិត្ត expire ហើយចិត្តផុតកំណត់ហើយចឹងត្រូវដឹងខ្លួនយើងញោមទាំងអស់គ្នាតកាលណាផ្លូវជាតិលេខ32គេដកចោលអស់សល់តែ2សងខាងអាហ្នឹងក៏គៀកដែរចិត្ត expire ដែរហើយអាចចកេះអង្គុយលេងបានជង្គង់អង្គុយលេងបានថ្មិញតាពីលេងកើតអណ្ដាតភ្លុកលេងដឹងរសភ្នែកមើលលេងឃើញកម្លាំងចុះខ្សោយហើយអាហ្នឹងមានន័យថាវីសាយើងចិត្តផុតកំណត់ហើយចឹងត្រូវនាំគ្នាធ្វើបន់ដើម្បីបន្តវីសាបានមកកំណើតជាមនុស្សល្អប្រសើរដូចជាតិហ្នឹងម្ដងទៀតណាញោមអនុមោទនាព្រះលោកសំដែងថាអាសេចក្តីសៅមងផ្លូវចិត្តហ្នឹងវាជាអីផ្លូវធម៌វាជាអីអាសេចក្តីសៅមងផ្លូវចិត្តវាជាតួនៃអកុសលហើយអកុសលហ្នឹងវាជាហេតុដល់វិបាកឲ្យផលវាជាទុក្ខនាំយើងចតិបរិសន្ធិទៅកំណើតមិនល្អទៀតនោះវាមិនមែនត្រឹមតែនាំយើងទុក្ខក្តៅកាហាយតែនៅរស់នេះទេដល់ពេលយើងដាច់ចោលទៅអត់ទៅកើតកន្លែងល្អទៀតតែចិត្តជាប់ជាពាក់ជាមួយតាហ្នឹងមួមងក្តៅកាហាយជាមួយតាហ្នឹងអត់ទៅកើតណាឆ្ងាយពីតាហ្នឹងទេនៅក្បែរបែរតាហ្នឹងឯងមិនលោកជាថាទេព្រះលោកសំដែងញោមច្រើនណាស់នឹងព្រះអង្គសំដែងរឿងអតីតនិទានសម័យព្រះមានច្រើនរាប់ពាន់រឿងដែលព្រះអង្គសំដែងអំពីចិត្តហ្នឹងកាលណាជាវ័នចិត្តហ្នឹងវាស្ទុះតោងយកស្អីទៅវានៅតែហ្នឹងដោយភិក្ខុមួយអង្គលោកជាប់ជាពាក់នឹងចពោលោកអត់ទាំងដែលធ្វើអីអាក្រក់ផងណាគ្រាន់តែចិត្តជាវ័នចិត្តវាតោងជាមួយអាចពោហ្នឹងមុនដៃខ្យល់ឲ្យសកត់ទៅកើតជាចៃនៃចពោហ្នឹងអស់មួយអាទិត្យដូចមនុស្សម្នាក់ហ្នឹងគាត់ស្រឡាញ់ប្រពន្ធនឹងវាស្អាតពេកដល់ប្រឹងរស៊ីគប់គង់ប្រពន្ធនឹងអត់ដេកអត់ពួនទៅដើមបីប្រពន្ធបានកវលបានខ្សែកពាក់អង្គេចឹងផឹងប្រពន្ធវាស្អាតពេកដល់ស្រឡាញ់ប្រពន្ធពេកខំប្រឹងរស៊ីលីសៃរែកពុនកាប់កោះលីសៃដាំដោះឲ្យគ្រប់សពអត់ឲ្យប្រពន្ធធ្វើអីឲ្យប្រពន្ធនៅតែផ្ទះនៅតែស្ងៀមខ្លួនឯងបោកគក់ដាំបាយដាំទឹកអាមកពីធ្វើការវិញអត់ដេកអត់ពួនដាំបាយដាំទឹកបំរើប្រពន្ធដូចអ្នកបំរើអញ្ចឹងបងនឹងស្រឡាញ់ពេកដល់ពេលប្រឹងពេកទៅវាភ្លេចខ្លួនឯងឈឺដល់ពេលឈឺចិត្តដៃខ្យល់ទៅមើលមុខប្រពន្ធប្រពន្ធអញស្អាតយ៉ាងហ្នឹងមើលអញដៃខ្យល់ហើយទៅប្រពន្ធអញបានទៅអ្នកណាដល់អាជីវ័នចិត្តទៅជាប់ជាពាក់មួយប្រពន្ធដៃខ្យល់ផឹងទៅកើតជាតកែនៅផ្ទះហ្នឹងវាមិនទៅណាឆ្ងាយហើយដល់ពេលប្រពន្ធនេះគេនៅក្មេងស្អាតគេយកប្តីក្រោយទៅដល់ពេលណាគេនៅមួយប្តីគេនៅអាតកែលើរត់ទៅរត់មកវាខឹងគេខឹងនៅមួយប្រពន្ធអញហើយនាងនេះមិនដឹងតែឯងប្តីណារត់ចុះរត់ឡើងធ្លាក់មកគេកាន់ងាប់មួយសារទៅកើតជាជីងចောက်ទៅខឹងគេរត់ចុះរត់ឡើងកាន់គេធ្លាក់កាន់ងាប់ទៀតទៅរោតជើងថ្ងៃពេលក្រោយមកកើតជាពស់នៅលើរត់ហ្នឹងប្រពន្ធហ្នឹងក៏លេចឃើញពស់អាប្តីនេះយកតបមកវាយពស់នៅងាប់ទៀតទៅនិយាយកាត់ស្ដីរាប់ជាតិក៏ណាកើតក្បែរប្រពន្ធហ្នឹងរហូតជាតិចុងក្រោយកើតជាឆ្កែសំណក់អាឆ្កែហ្នឹងតាំងពីកើតមកស្រឡាញ់នាងហ្នឹងណាព្រោះវាដឹងតែប្រពន្ធវាបាទនាងនេះមានតែដឹងណាងាប់ដោយសារប្រពន្ធហ្នឹងរហូតអាជាតិចុងក្រោយកើតជាឆ្កែនេះហ្នឹងពេលមួយនាងយកបាយទៅឲ្យប្តីក្រោយគេនៅចកាហ្នឹងដល់អាឆ្កែវាចេះរត់តាមគ្រប់កន្លែងវាស្រឡាញ់ប្រពន្ធវាទៅណាក៏អាឆ្កែហ្នឹងទៅតាមដូចចឹងអ្នកស្រុកគេបង្អាប់លេងថាយើងថ្ងៃហ្នឹងមិនបាច់តបបាញ់ទេនាងព្រានចេញទៅព្រៃយើងចាំតែសុំសាច់ពីនាងឲ្យញោមសម័យដើមអ្នកណាប្រើពាក្យហៅគេស្ត្រីថានាងព្រានស្មើនឹងជីប្រមាថកាត់ទៀនពាក្យអាក្រក់ដែលគេមិនដើរប្រើពាក្យថានាងព្រានទេបើប្រុសព្រានគេប្រើតែបើនាយនាងព្រានមិនដែលប្រើឲ្យមានតែនាយព្រានហ្នឹងមនុស្សប្រុសគេប្រើបើពាក្យនាងព្រានគឺមិនមានស្ត្រីមានតម្លៃណាស់ពីដើមចឹងដល់ថាចឹងខឹងណាអ្នកថាណាមកជុំឲ្យងុំអាកតុយរត់ពីក្រោយណាបើកុំឯងរត់តាមអញក៏គេមិនបង្អាប់អញថានាងព្រានដែរដល់ដើរទៅដល់មាត់ស្ទឹងបក់ដៃហៅវាមកចិត្តចងដៃចងជឹកបោះទម្លាក់ចូលទឹកស្ទឹងទៅនាងហ្នឹងត្រូវគេចាប់នាងបោះទម្លាក់ទឹក499ជាតិអាជាតិទី500ត្រូវប្តីខ្លួនឯងគឺនាយសំពៅហើយពេលមួយសុំនាយសំពៅហ្នឹងឡើងទៅតាមទៅប្តីចេញទៅរស៊ីចេញសំពៅទៅរស៊ីសុំប្តីទៅតាមដល់ពាក់កណ្ដាលសមុទ្រញោមធ្លាប់ស្ដាប់លោកទេសនារឿងហ្នឹងអាហ្នឹងអារឿងជាតិចុងក្រោយហើយទៅដល់ពាក់កណ្ដាលសមុទ្រហ្នឹងបានសំពៅវាកើងមិនទៅមុខទៅក្រោយហ្នឹងម្នាក់មកសំពៅ500នាក់នៅក្នុងសំពៅហ្នឹងចាប់ស្លាកចំទៅនាងហ្នឹងប៉ុន្តែអត់មានអ្នកណាហ៊ានបោះនាងហ្នឹងទម្លាក់ទឹកទេគឺគេខ្លាចជាប់ពីវរាចឹងប្តីនាងហ្នឹងហ្មងអ្នកចងដៃចងជើងប្រអប់ជាប់កណ្ដាលបោះនាងនឹងតម្លាក់ទឹកសំពៅទៅមុខធម្មតាកាត់សេចក្តីនៃរូតមករឿងវែងណាស់សជាតិរាប់ភ្លេចជាតិនោះទេ5ម៉ោងមិនចប់ផងរឿងហ្នឹងមកគ្រាន់ចង់បញ្ជាក់ថាជាវ័ននៃចិត្តហ្នឹងវាតោងជាប់ស្អីគឺវានៅណាស់
អត់តកើតឯណាឆ្ងាយទេចឹងដូចយាយនឹងចឹងកាលណាមិនចេះហាត់ពុតលត់ដំអប់រំចិត្តមិនទទួលព្រមហើយវានាំឲ្យយើងកើតទុកក្តៅកាហាយមួម៉ងនៅមិនសុខតាំងតែពេលនៅរស់ធ្វើឲ្យសុខភាពយើងទ្រុឌទ្រោមផ្លូវចិត្តផ្លូវកាយយើងរស់មិនបានយូរអាពេលនៅរស់កើតទុកហើយអាដាច់ខ្យល់ហើយទៅកើតកន្លែងមិនល្អដោយសារតែអាចិត្តហ្នឹងវាមិនចេះអប់រំទៀតមិនចេះទទួលព្រមទៀតចឹងត្រូវចេះទទួលព្រមទាំងអស់គ្នាណាញោមណាតាមានទៅយើងដើរធ្វើតែបន់សន្សំតែកុសលទៅមិនដឹងហួងហើយយើងទៅអីទៀតទេយាយញោមបើយាយខ្លះលេងហូបបាយឥឡូវនេះហូបបាយអត់ដែរមើលមុខយើងផងណាចានបាយហូបហើយប្រឈរជង្គង់មើលទៅតែប្រៃជែកខ្ញុំមិនឃើញប្តីយើងចឹងមែនទេញោមមិនដែរមើលមុខយើងណាតាកាយទេចេះញឹមមើលមុខយាយវ៉ាន់នោះយាយរ៉ាន់នោះហ្នឹងប៉ិនបើក្រៅពីតាកាយដូចអត់ដែរមើលមុខយាយរ៉ាន់ទេនឹងណោប្តីយើងគ្រប់គ្នានេះតែចូលចំណាស់ដល់60ជាង70 80ហើយហូបបាយមើលទៅតែប្រៃជែកទេវាខុសពីកាល50 60ឆ្នាំមុនទៅ3បាយប្រហុកក៏អង្គុយសម្លឹងមុខពុនថាពុនអញស្អាតមានណាល្អជាងពុនអញទេចេះសើមុខពុនហូបបាយប្រហុកក៏ហូបចំ1ម៉ោងហើយបាទលើកចានចេញឥឡូវហូបតែ5នាទីដល់ចេញបាត់ហ្នឹងមែនទេញោមមែនទេហ្នឹងហើយចឹងយើងត្រូវចេះទទួលព្រមចិត្តយើងហ្នឹងណាតែកាលណាទទួលព្រមទៅសុខហ្មោះបងវាយរឿងគោលធម៌យើងឯនេះវិញយើងចង់និយាយគ្នានេះចឹងចិត្តវិវេកណាឧបតិវិវេកធ្វើកាយវាចាយើងឲ្យមានរបៀបរៀបរយស្ងប់សុខទៅនៅក្នុងពធទោះបីយើងទៅនៅកន្លែងក្តៅកន្លែងត្រជាក់កន្លែងមនុស្សជាអកុសលជុំវិញខ្លួនយើងក៏យើងនៅតែអាចកើតកុសលដែរដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពពេលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តគោចរបណ្ឌបាតជាទម្លាប់ពាក្យថាទម្លាប់នឹងមានន័យថាវាជានិយមរបស់ព្រះពុទ្ធគ្រប់ព្រះអង្គហើយជានិយមរបស់ភិក្ខុសង្ឃក្នុងព្រះសាសនានេះពុទ្ធកិច្ច5យ៉ាងពេលទៀបភ្លឺព្រះអង្គប្រមើលមើលនិស័យសត្វហើយតែចិត្តភ្លឺម៉ោង3ម៉ោង4នេះហ្នឹងព្រះអង្គតើណាស់ហើយប្រមើលមើលនិស័យសត្វដល់ពេលព្រឹកអរុណរះឡើងពេលណាកាន់បាតចេញទៅប្រុសសัตว์ដែលព្រះអង្គប្រមើលមើលហ្នឹងឧបមាតែចិត្តភ្លឺម៉ោង3ម៉ោង4ហ្នឹងមើលឥឡូវយាយកនេះចូលដល់សំណាញ់ញៀនព្រឹកហ្នឹងត្រូវទៅប្រុសយាយកហ្នឹងហើយយាយហ្នឹងមានឧបនិស្ស័យត្រូវសមគួរដល់ការប្រុសហ่ะអញ្ចឹងលោកប្រមើលមើលមកបលឹមឡើងពេលអរុណរះផុតឡើងពេលណាមើលឃើញចាញ់ដៃពេលណាក៏កាន់បាតក្រងស្បង់ជាពោព្រមមិនទាន់មានម៉ោងកំណត់ដូចយើងទេនឹងលោកមើលតាមកម្លាំងថ្ងៃអញ្ចឹងថ្ងៃអរុណរះឡើងពេលណាលោកក៏កាន់បាតចេញទៅប្រុសសัตว์ដែលមើលឃើញថាមាននិស្ស័យហ្នឹងអញ្ចឹងទៅជាទម្លាប់ព្រះអង្គនិមន្តទៅណាអ្នកដែលដើរតាមព្រះហ្នឹងគឺជាប់ជាមួយព្រះជាងគេអ្នកណាញោមអ្នកធ្លាប់ស្ដាប់ធម៌ព្រះអនន្តអញ្ចឹងទៅជាមួយអនន្តតំបន់និគមហ្នឹងគឺសិតតែតកូលព្រាហ្មណ៍ហ្នឹងតកូលព្រាហ្មណ៍ដែលគេមិនជឿលើពុទ្ធសាសនាយើងណាគេជឿលើព្រហ្មញ្ញសាសនាគេជឿទៅលើពិរិយសាសនាគេជឿទៅលើអចេលសាសនាគេជឿទៅលើហិណ្ឌូសាសនាចឹងទៅមិនមានអ្នកណាជឿលើពុទ្ធសាសនាទេចឹងពេលដែលព្រះអង្គប្រមើលមើលថាថ្ងៃហ្នឹងសំគួរដល់ការប្រោសសัตว์នៅតំណឹងព្រះអង្គមុនមកហ្នឹងមិនខ្វល់ថាតើអ្នកនឹងជឿលើពុទ្ធសាសនាឬមិនជឿអ្នកនឹងជ្រះថ្លាឬមិនជ្រះថ្លាអ្នកនឹងមានឬក៏ក្រអត់ទេព្រះអត់មានប្រមើលមើលមកថាសัตว์នឹងត្រូវដល់ពេលត្រូវប្រោសហើយប៉ុន្តែសัตว์នឹងអត់មានអីទេរហូតតែសពុតមួយស្លៀកអំបានទេកុំទៅព្រះអង្គរហូតតែបាយហូបអំបានទេនឹងមិនមែនអញ្ចឹងទេដោយព្រះអរហន្តលោកចេញទៅប្រោសនាងទុរគតទេវតាអីនាងទុរគតទេវតាដើរទៅសុំទានគេនឹងមិនមែនអីប៉ុន្តែព្រះអង្គទៅកាន់បាតបិណ្ឌនៅមុខនាងទុរគតទេវតាតែទើបតែគេឲ្យបាយក្តាំងម្ដុំនឹងដឹងតែបាយក្តាំងក៏លោកនៅទៅដែរពីព្រោះមិនមែនទៅដើម្បីលៀបសក្ការៈគឺទៅដើម្បីប្រោសសัตว์ដឹងថានិគមនឹងមិនមានអ្នកមានសេចក្តីជ្រះថ្លាប៉ុន្តែព្រះអង្គប្រមើលមើលមកឃើញសំគួរដល់ការប្រោសហើយអញ្ចឹងក៏ព្រះអង្គនិមន្តទៅនិគមនឹងទៅដល់មុនឈរបិណ្ឌបាតនៅមុខផ្ទះព្រាហ្មណ៍ហ្នឹងគេចេញមកជេរហ្មងញោមហ្នឹងអត់ដែលឆ្លុះគ្នាអីព្រះមិនដែលទៅរករឿងអីគេហ្នឹងអាហ្នឹងដែលញាតិញោមថានិគុណណាកណាយូរដូចអត់ចង់ជឿបន់ជឿបាបកណាឆ្ងល់កណាអត់ទាំងដែលឆ្លុះតោះរករឿងអីគេផងព្រលឹមឡើងគេមកហែកគេមកមួលបកាច់ជេរកណាទាំងព្រឹកហ្នឹងអាហ្នឹងដូចថាព្រះសម្មាសម្ពុទ្ធដូចគ្នាណាព្រះអង្គនិមន្តទៅអត់ទាំងដែលមានរឿងអីជាមួយគេផងគឺគ្រាន់តែឃើញមុខព្រះគេជេរមកហ្នឹងហើយគេជេរដោយសារគេអត់ជឿលើសាសនាពុទ្ធសាសនានៃយើងអញ្ចឹងគេមិនតែជឿលើបន់លើបាបដឹងគុណដឹងទោសអីដូចយើងអ្នកកាន់ពុទ្ធសាសនាអញ្ចឹងចែងមកក្រៅលបងជេរព្រះអានន្ទឬគេជេរព្រះឲ្យព្រះអង្គមុននៅលឿនតិចទៅហ្នឹងហើយចេញឲ្យផុតពីផ្ទះហ្នឹងកុំនៅហ្នឹងអ្វីដែលអាត្មាចង់និយាយមានន័យថា
đỏ rạp na để dương mình toàn school khuôn dương mình toàn miên thò nó không khuôn dương hạt bột lột đom ọp rung khuôn dương cả là tận nấu cả lại cái đau tích rót ro cả lại thì chia nấu cả lại mà nương mình lõ dương rốt kịch chụp nấu chỉ muối cong mà nấu nắng tờ ro cả lại em sen nè kề nân tia kề chê trên thị trường này tay tóc có chụp nấu tia trao sầm bay tổ tia sầm bay cả lại tham ấy nè kết thành nấu tận năng mình sọc mình miên sờ ray bảo pôn cả là không tích lên bảo pôn đang trao tổ bảo pôn tham ấy cày loa bảo pôn tham ấy với lọ chiên bảo pôn nó là ngay nên đời xa mình miên ca ót sừng cọt phơi chất nên vấn đề nét là cái miên thó cái từ tua do cướp giang nơi ở quay để về cài cài bán rương đã vừa cá đọt bán có đọt mình bán có ta mà chia say này rương năng nằng còn lúc rương đang chào tới một plei rương đang chào tới nằng dương từ tua prom nè quay thì dương ai từ tua do bán tới bị sọc à để mà vậy mấy bị trâu hưởng đó đời xa trâu hưởng từng háo là bài trâu hưởng đằng chẳng pré đó kỳ chi chắc anh non ta bảo ông ấy muốn tờ lươn tới chứ không đâu năng thiết kỳ chi ơi hay cho pré xua thà non cho bờ chênh bị năng tới tờ tè mốc kỳ chi tiết tàu na tiết tàu bóng hay cho bờ tờ mốc tiết kỳ chi dương tiết tàu na tiết tàu bóng tàu kỳ chi dương là hổ đấy tàu na tiết nên thà lại na kỳ chi dương tàu ở pot tàu bị năng ở pot tới cho bờ tờ mốc kỳ chi tiết tàu bờ tờ mốc kỳ chi tiết tàu bàn pré lục prao hành non là mình đi là non tàu rồi biết nâng mình pot tê mình miền ti bình chọp tê công rốt cách bị pa nhà ha nét tàu từ tua prom do pa nhà ha đây về cao hay pa nhà ha na để đọt bán có đọt tấu pa nhà ha na để đọt mình bán có rùm lon với tấu ta mà chia sài tấu chật nâng prom từ tua chân tấu ộp mà thời dương nâu đây và pôn dương bao thà và pôn dương kia chả rắc lẹ cả nãy châu chân dây chởn tăng bị đau màu hai chân và cài quạt cầm oi dây lên sao ọt bị gió chởn cài mà bán tới từ tua prom do quay để quạt lọ tấu mình lọ bọc quạt mà đông nó tục cháu nó công lơ công có cài công ro rương công dây tại đại hướng đang tiết du tấu cái sọc à từ tua prom nè quay để quạt miên đôi thời dương chỉ một pôn đôi kia vào đây dương là volca nghe đau tờ rosi bắt bị tẹt là khai mà khai ban châu tẹt rồi có quan nâu tẹt đây phần đặc biệt sầm đây cài vì ca bọc quan mình tuân plon đôi vào đây kế dương từ tua prom tất thầy rắc lẹ cả nãy vào đây dương chẳng à quay để quạt vào đó dương ban sẽ đây sọc panna lọ panna dương từ tua do panna tới khó có từ tua do lọ có tua gió đòi chắc với sọc à chết với prom từ tua chắc sọc từ đâu na có sọc đây nhung sập toàn luôn dễ nhóm bán nói bờ sân nam mình miền thò mình từ tua prom nơi cướp pa nhà ha chung quanh khuôn dương đây về cá để dương mình che từ tua prom hay từ nơi na có ọt sọc đó hay ọt prom chân việc ban sẽ đây sọc rồi ban tốc cứ việc cao ta sẽ đây tốc khuôn dương nâng ai đau cả hai mua mong đâu mình sọc tăng ta bị dương mình toàn miền sọc ở phía trot trom là hốt đọt trot trom là hốt đọt phật lột hay là hốt đọt slap tao mền tháp ban sọc thế này sao con nó thò bỏ mà nụ mà nuôi dương à dụ về nhà dụ clay à sai con nó thò cả nay dương bo để con nó thò hay cứ chầm rợn đó dụ hay nè nam miền bón ọt vùng về tiệt nhổm chạm tao ọt về nhỉ mà nơi nè miền con nó thò sẽ đây là ọt non luôn đấy mền thầm thà ơi con à dụ về hay sầm núi xua ta hai đấy khởi là miền con nó thò miền sẽ đây là sót tao chỉ dụ về để con đôi xa plau chặt plau cay bọc quạt ọt đây bả lắc đôi ác của sòl ọt đây sau mong chặt ấy chắc mà nước đại miền con nó thọt đi cứ sập bay ọt đây che cao tốc sau mong ấy rương ấy thế nhôm đại khơi về ran rồi còn nhôm tầng ọt này cha nom này tờ sạp thò sâu cao của đá đôi chọc cả mai nè tờ cao ấy sâu cao của đá mongผมbuồn dục ấy nó sâu chọc tớ mỏm tê snai chọc mong mình đọp ấy ban chọc ban đào lọp mà teo quanh nó phổ phẹt này phó mong mình đọp cả lái ban đào mà teo quanh hay tăng cả đá dục nó nhôm anh đại khơi dây tờ sạp thò tờ sâu cao của đá mong đọp mình đọp dục hay đại khơi dây nam môi đặt bật thau đặt cả bật clay nó không ngà cả bộ quạt vô đáy tàu nó ấy về ran miền cả miền bật thau đáy nó không cả bộ ấy hay dương đào sạp thò tăng cả đá dục dương ở đây đặt bật thau nó không cả bộ dương ca pia luôn sầm nua ta hay ấy bàn quạt mình đây đặt cả bật thau đặt cả bật clay nó không cả bộ ca pia luôn sầm nua xua ta hay ấy bàn ở đây đặt tàng chồng lời đời clay tham mau bị plau chặt dương ở đây qual rương thả na mà lọp cặp dương bị pro không chặt dương đăng thầy dương ở đây tự biệt biên à na ọt đây tờ thưa cọp đạn nè na ọt đây tờ thưa sẽ cái đây mình lọ đạn nè na chẳng plau chặt dương ọt đây khoai hướng chẳng thì đăng tờ sốc mong tặng đây đau chom cuối ọt đây khoai tha đi tịch anh tàu sạp thò tầng dục màu với na lộp cặp anh sạp tàu đi tịch anh đào tờ tam plau tịch na thưa ba anh tờ ọt đây cất đôi xa dương đăng đặt luôn dương ọt đây thưa cọp đạn nè na đòi chẳng đây đau chom cuối cứ sờ bài chất cứ sốc tàu tầng luôn phơi ọt đây cho bé ai sao mẹ này nhôm mẹ này chỉ vật dương cục kia chân cả này dương miên con là thó mình trăm ta ao dương ba này dụ về thôi việc thưa ở dương ban sẽ đây sọc lâu chặt lại nhung khơi nhé tàu na có sọc đây đau chong coi đây giả bọt tầng 4 nó cứ dương ruộng nâu miên sẽ đây sọc hãy ọt vùng về tê nè na miên thó ọt vùng về thế nhóm nhiều mơn niên sộng mà na tê vì niên sộng mà na tê vì chia bọt tray chia thịt đa này na thạ bẩn
អាណាថបណ្ឌិកសិទ្ធិអាណាថបណ្ឌិកសិទ្ធិមានកូនស្រីនឹងស្រឡាញ់ណាស់ញោមហើយនាងសុមនាទេវីនឹងឲ្យដែលអាណាថបណ្ឌស្រឡាញ់ជាងគេនឹងគឺដោយសារតែនាងសុមនាទេវីនឹងចាស់ខ្លាដោយសមាទិដ្ឋិសម្រេចសក្តិគាមិផលតាំងពីក្មេងដូចយាយវិសាខាអញ្ចឹងប៉ុន្តែយាយវិសាខាបានត្រឹមសោតាប៉ាន់ទេអាយុ6ឆ្នាំបានសម្រេចសោតាប៉ាន់ប៉ុន្តែនាងសុមនាទេវីសក្តិគាមិផលហើយអាណាថបណ្ឌដែលទៅស្ដាប់ធម៌ព្រឹកល្ងាចនឹងជាឪពុកនឹងក៏បានត្រឹមសោតាប៉ាន់ដែរប៉ុន្តែកូននេះវាទៅជាបានសក្តិគាមិផលដោយសារអីពូជរបស់នាងពីអតីតមកនាងសន្សំបានច្រើនហើយដល់ពេលជាតិនឹងនាងមកស្ដាប់ធម៌របស់ព្រះដែលមានពភាកត្រឹមតែមួយគាថាពិចារណាទៅក៏បុណ្យកុសលរបស់នឹងវាគ្រប់វាពេញត្រូវបានសម្រេចសក្តិគាមិផលអញ្ចឹងនាងសម្រេចសក្តិគាមិផលតាំងពីក្មេងហើយទៅវត្តស្ដាប់ធម៌ជាមួយឪពុកជាប្រចាំអញ្ចឹងញោមនាងសុមនាទេវីទៅស្ដាប់ធម៌ជាមួយឪពុកជាប្រចាំទៅស្ដាប់ធម៌រៀងរាល់ថ្ងៃអញ្ចឹងជូនឪពុកទៅខ្លួនឯងថ្ងៃណាឪពុកមិនបានទៅក៏ខ្លួនឯងទៅដែរហើយជាស្ត្រីណាញោមពេញវ័យកំមុំនៅក្មេងល្អកហើយណោចេះស្ដាប់ធម៌ទេសនាចេះធ្វើបុណ្យដឹងខុសដឹងត្រូវបំរើម្ដាយឪពុកយកចិត្តទុកដាក់ដឹងចាស់ដឹងទុំធម្មតាមនុស្សដែលចាស់ខ្លាដោយសមាទិដ្ឋិអ្នកដែលមានឧបនិស្ស័យពីអតីតមកគឺអញ្ចឹងខុសពីយើងអ្នកមិនមានបញ្ញាចាស់ខ្លាដោយសមាទិដ្ឋិយើងកើតមក8 10ឯនៅតែលេះលោះអត់តន់ដឹងខុសត្រូវទេប៉ុន្តែអ្នកដែលចាស់ខ្លាដោយសមាទិដ្ឋិខ្ញុំឯងឃើញកូនខ្លះវាកើតមកដឹងក្តីវាស្រឡាញ់លោកវាស្រឡាញ់ព្រះវាចេះគោរពលោកគោរពព្រះវាចូលចិត្តលោកចូលចិត្តព្រះតាំងពីកើតមកអត់តន់ដឹងក្តីនោះដល់ពេលវាកើតមកធំដឹងក្តីចេះនិយាយចេះស្ដីនឹងអរិយាប័ត្ររបស់វាគឺថ្លៃថ្នូរវាចេះលើកដៃសាពះម៉ែឲ្យវាមិនដែលចេះប្រើពាក្យសម្ដីកាយវិការអរិយាប័ត្រណាមួយមិនសមរម្យដាក់ម្ដាយដាក់ពុកតាំងតែពីនោះខ្ញុំឃើញក្មេងខ្លះកំថាដល់ក្មេងទៅកើតអាក្មេងខ្លះយើងថាដូច7 10 3 10 4 10អាខ្លះទៅ3 10 4 10ប៉ុន្តែវាចេះដាំបាយជាបំរើម៉ែបំរើឲ្យយកចិត្តទុកដាក់អត់ចូលចិត្តលេះលោះអត់ចូលចិត្តរំច្រៀងអត់ចូលចិត្តទៅជួបជុំអត់ចូលចិត្តដើរយប់ប្រលប់ជាមួយក្មេងៗដតីទៀតវាគឺវាចាស់ខ្លាដោយចិត្តដោយគំនិតរបស់វាតាំងពីក្មេងមកចឹងមកដូចនាងសុមនាទេវីចឹងប៉ុន្តែកុំយកទៅប្រៀបជាមួយនាងសុមនាទេវីដោយសារសុមនាទេវីសក្តិគាមិផលសម្រាប់គុណធម៌ជាន់ខ្ពស់មែនតែនហើយចឹងញោមដល់ពេលមួយនាងឈឺធ្ងន់ហើយអត់មានប្តីទេណានាងសុមនាទេវីនៅកំមុំគេមកតដឹងអាម៉េចក៏អត់ទទួលយកស្វាមីដែរព្រោះនាងគិតថាអំណេះបើសិនជាអញបានស្វាមីម្លេះសំអញអត់បានទៅស្ដាប់ធម៌ធ្វើបុណ្យអីទេជាប់ជាពាក់តែជាមួយប្តីជាមួយកូននឹងដូចនាងវិសាខាដូចនាងឧត្តរាអីញោមមើលដល់ពេលការហើយប្តីឲ្យនៅដល់ផ្ទះប៉ុន្តែនាងវិសាខាឆ្លាតនឹងអាទូមានម្ដាយឪពុកក្មេកឲ្យជឿលើបុណ្យជឿលើកុសលបានថ្វាយទានរាល់ថ្ងៃបើនាងឧត្តរានេះតទៅជួលស្រីដតីឲ្យមកនៅជាមួយប្តីពេលចង់ស្ដាប់ធម៌ម្ដងទៅកន្លះខែអញ្ចឹងជួលនាងសរិមាឲ្យមកនៅជាមួយប្តីកន្លះខែអញ្ចឹងទៅខ្លួនឯងទៅស្ដាប់ធម៌ហើយនាងឧត្តរាកាលអាយុ6 10ហើយ8 10ពេលហ្នឹងចាប់ដើមជួលគេឲ្យមកនៅជាមួយប្តីនេះអាយុ8 10ញោមគិតទៅអាត្មាមើលក្នុងកាពីព្រះរឿងខ្លះដូចអស្ចារ្យណាហើយឥឡូវនាងឧត្តរាអាយុ8 10អាចជួលស្រីដតីឲ្យមកនៅជាមួយប្តីដើម្បីបានទៅស្ដាប់ធម៌ហើយចុះឥឡូវញោមទាំងអស់គ្នាអាយុ75ហើយអាចឲ្យតាយើងទៅឲ្យយាយមួយទៀតមកនៅមួយតាយើងដើម្បីយើងបានទៅស្ដាប់ធម៌ព្រមទេញោមព្រមទេអត់ព្រមទេតាកាយរ៉ានអត់ព្រមទេហ្នឹងហើយសំបីអាយុ8ជាងឯងក៏មិនព្រមដែរណាខ្ញុំឯងគិតមើលនាងឧត្តរាទៅ8 10ប៉ុន្តែអាចជួលអ្នកដតីមកនៅជាមួយប្តីដើម្បីបានឱកាសទៅស្ដាប់ធម៌អញ្ចឹងនាងសុមនាទេវីដូចគ្នានាងគិតតែពុកឲ្យខ្ញុំបើយកប្តីខ្ញុំបែបជាប់ជាពាក់សៅម៉ងទៅជាមួយនឹងរឿងក្នុងលោកនឹងគ្មានពេលបានទៅធ្វើបន់ស្ដាប់ធម៌ចម្រើនមេត្តាភាវនាអីគេទេខ្ញុំអត់យកទេអូហ្នឹងអាអូនេះបខំចង់បានចៅចង់បានអ្នកស្នងតកូលកូនមិនយកដល់មិនយកប្តីចិត្តតែស្ដាប់ធម៌ធ្វើបន់សបាយនឹងធម៌ហ្នឹងដល់ពេលមួយកម្មជាអកុសលរបស់នាងត្រូវឲ្យនាងនឹងឈឺធ្ងន់ឪពុកនេះខំប្រឹងរកពេទ្យមកពីណាក៏មើលមិនជាញោមចំណាំអារោគដែលកើតអំពីអុតុសមុដ្ឋាននរោគកើតអំពីអាហារសមុដ្ឋាននរោគកើតអំពីកាយសមុដ្ឋាននរោគកើតអំពីចិត្តសមុដ្ឋាននរោគអារោគអស់ហ្នឹងព្យាបាលដោយថ្នាំជាតែរោគមួយដែលកើតអំពីកម្មសមុដ្ឋាននរោគគឺរោគហ្នឹងអត់អាចដាក់ថ្នាំស្អីជាទេចឹងនាងសុមនាទេវីពេលឈឺទៅឪពុកនឹងរគ្រូពេទ្យមកល្បីយកមកព្យាបាលយ៉ាងម៉េចក៏មិនជាដែរហើយគាត់អ្នកមានលុយញោមអាណាថាបណ្ឌិកសេដ្ឋីទ្របរាប់រយឃ្លាំងរឿងអីគាត់ទៅរកពេទ្យល្អមកមិនបានប៉ុន្តែទោះពេទ្យមកពីឋានណាក៏អត់អាចមើលជាដែរកាលណាកម្មនឹងកាលណារោគដែលកើតអំពីកម្លាំងកម្មដោយអាត្មានិយាយគឺរោគនឹងគឺព្យាបាលអត់ជាអារោគដែលកើតអំពីកម្លាំងកម្មដូចនាងរោហេនី
ដែលកើតរោគស្រែងហ្នឹងមិនមែនកើតដោយសារខ្យល់អាកាសធាតុមិនមែនកើតដោយសារខ្វះអនាម័យមិនមែនកើតដោយសារអាហារមិនមែនកើតដោយសារខ្លួននាងនឹងគ្មានអនាម័យទេគឺកើតតាំងពីកើតដឹងក្តីតាំងពីកើតចេញពីពោះម៉ែមកកើតអារោគស្រែងពេញខ្លួននឹងមកហ្មងដោយសារអីអាហ្នឹងគេហៅថាកម្មសមុទ្ឋានរោគវាកើតពីកម្លាំងកាំងអញ្ចឹងគ្មានដាក់ថ្នាំស្អីជាទេតលតែអស់កម្មហ្នឹងបានវាទៅឯងអញ្ចឹងនាងសុមនាទេវីដូចគ្នាឈឺធ្ងន់ទៅឪពុកខំរកពេទ្យមកយកមកព្យាបាលមិនជាអីញោមមុនពេលដៃខ្យល់ចង់ឃើញមុខឪពុកពងអោបដៃកូននឹងវាស្រឡាញ់ញោមអាណាថាបិណ្ឌឯកស្រឡាញ់កូនស្រីនឹងខ្លាំងណាស់ស្រឡាញ់នាងសុមនាទេវីនឹងខ្លាំងណាស់ធម្មតាទឹកចិត្តឪពុកនឹងបើគិតពីកូនវិញស្រឡាញ់ដូចគ្នាប៉ុន្តែកូនស្រីស្រឡាញ់ច្រើនជាងកូនប្រុសនឹងអាតូតុនច្រើនជាងកូនប្រុសថ្នមកូនស្រីច្រើនជាងកូនប្រុសចឹងស្រឡាញ់នាងសុមនាដែលជាកូនស្រឡាញ់ណាស់នៅអោបដៃកូនស្រីនឹងយំអោក៏គ្រូហ្នឹងអាចឹងទៅពេលដែលនាងចិត្តដៃខ្យល់ញោមនាងងែលក្បាលអាណាថាបិណ្ឌងែលក្បាលឪហ៎ញោមងែលក្បាលឪមនាលប្អូនប្រុសកុំសោយសោកអីកុំយំអីញោមងែលបិណ្ឌធ្វើងែលក្បាលឯងហៅមនាលប្អូនប្រុសទៀតនេះដល់ចឹងឪពុកនេះដល់ពេលកូនស្លាប់ទៅអាងែលក្បាលមកជុំឯអាងុំហៅប្អូនប្រុសនេះវាឆ្ងល់តែហេតុអីបានកូនអញវែងអត់ដឹងខុសត្រូវដល់ថ្នាក់ហៅឯងជាឪតែប្អូនប្រុសនេះចឹងទៅសួរព្រះអាត្មានិយាយរឿងហ្នឹងដោយសារវាចូលចង់បញ្ជាក់ញាតិញោមថាអ្នកធ្វើបុណ្យអ្នកមានគុណធម៌មិនត្រឹមតែឲ្យយើងអាយុវែងដូចជារ៉ាន់ដូចតកាយទេវាឲ្យយើងសុខកាយសบายផ្លូវចិត្តហើយវាឲ្យយើងចាស់ទៅអត់វែងទៀតហ្នឹងហើយដូចនាងសុមនាទេវីញោមអញមើលអាចចិត្តដៃខ្យល់ហើយឪពុកនេះស្មានតែកូនវាវែងដល់ថ្នាក់លែងដឹងខុសត្រូវលែងដឹងបាបដឹងបុណ្យលែងដឹងឪដឹងម៉ែហើយដល់ថ្នាក់ហៅឪប្អូនប្រុសឲ្យមកងែលក្បាលឪហើយហៅប្អូនឪជាប្អូនប្រុសនេះមនាលប្អូនប្រុសនេះអញ្ចឹងទៅជួបព្រះសួរពេលបូជាសពនាងរួចចប់សពគ្រប់ទៅមានឱកាសទៅសួរព្រះផន្តេភគវាបបិទ្ធព្រះអង្គដែលចម្រើនព្រះអង្គហើយព្រះអង្គតើកូនខ្ញុំព្រះអង្គស្លាប់ទៅកើតនៅតាណាទៅព្រះអង្គបើនាងស្ដាប់ធម៌ធ្វើបុណ្យដែរព្រះអង្គប៉ុន្តែមិនគួរណាពេលនាងមុនស្លាប់ទៅនាងវែងដល់ថ្នាក់អត់ដឹងខុសត្រូវហៅខ្ញុំជាឪពុកសិតតែមនាលប្អូនប្រុសងែលក្បាលហើយហៅខ្ញុំជាឪពុកថាប្អូនប្រុសណាបានព្រះធម្មនាលអនាថបិណ្ឌកូនរបស់លោកមិនវង្វេងទេកូនលោកហៅទៅហើយព្រះអង្គហៅលឺនឹងតិចតែប្អូនប្រុសឲ្យអត់វែងយ៉ាងម៉េចដល់ថ្នាក់ហៅខ្ញុំកណាជាឪថាប្អូនប្រុសមនាលអនាថបិណ្ឌនាងហៅនឹងមិនមែនហៅក្នុងភាពជាឪពុកនឹងកូនទេខ្ញុំដឹងព្រះអង្គថាមនាលអនាថបិណ្ឌកូនលោកសេដ្ឋីអត់វែងទេហៅនឹងហៅត្រូវហើយអត់ដល់ម៉េចព្រះអង្គបើហៅខ្ញុំលឺនឹងតិចថាតែប្អូនប្រុសត្រូវហើយហៅតែប្អូនប្រុសនឹងនាងហៅក្នុងន័យកុសលធម៌ដោយសារលោកអនាថបិណ្ឌសម្រេចថ្នាក់ត្រឹមសោតាបតិផលរីឯនាងអសកតាគាមិផលហ្នឹងហើយឪពុកហ្នឹងបានត្រឹមសោតាហើយតាប៉ានាងសុមនាទេវីសកតាគាមិផលហើយគុណធម៌ហ្នឹងវាខ្ពស់ជាងឪពុកចឹងនាងហៅទៅតាមគុណធម៌មិនមែនហៅទៅតាមរូបធម៌ដែលលោកឪពុកសម្គាល់ដែលលោកសេដ្ឋីសម្គាល់តែខ្លួនឯងជាឪពុកឯងគឺហៅតាមគុណធម៌គុណធម៌របស់នាងវាខ្ពស់ជាងលោកសេដ្ឋីគឺហៅតាមគុណធម៌ដែលនាងសម្រេចនាងសក្កតាគិមិផលឯលោកសេដ្ឋីជាសោតាប័នអូអញ្ចឹងទេអីព្រះអង្គខ្ញុំព្រះអង្គអត់ដឹងតែកូនខ្ញុំព្រះអង្គសម្រេចដល់សក្កតាគិមិផលអញ្ចឹងនាងអត់វង្វេងទេព្រះអង្គតែអត់វង្វេងចុះឥឡូវនាងទៅកើតតាណាណាលោកសេដ្ឋីនាងទៅកាន់ស្ថានសួគ៌បាត់តាំងពីមុននាងដាច់ខ្យល់ម្លេះវិមាននឹងផុសរងចាំនាងនៅឋានទេវលោកហើយស្រេចតាំងតែពីនាងមុនដាច់ខ្យល់ម្លេះព្រះសម្មាសម្ពុទ្ធព្រះអង្គញៀនដឹងក្នុងកាលទាំង3អតីតបច្ចុប្បន្នអនាគតមុនក្រោយព្រះអង្គដឹងទាំងអស់ដូចញោមពងស្ដាប់ធម៌អញ្ចឹងជាតិមុនមកពីកើតតែណាញោមកាយពីជាតិមុនមកពីណាហើយជាប្តីអ្នកណាញោមរ៉ាន់ពីជាតិមុនមកពីអ្នកជាប្រពន្ធអ្នកណាហើយកើតមកពីណាដល់ពេលដាច់ចោលត្រឡប់ទៅវិញ80ឆ្នាំទៀតជារ៉ាន់ដាច់ចោលទៅវិញញោមកាយ80ឆ្នាំទៀតដាច់ចោលទៅវិញដឹងថាញោមរ៉ាន់ពីមុនកើតមកឯណាពីណាដល់ពេលត្រឡប់ពីជាតិហ្នឹងទៅកើតជាតិមួយទៀតដឹងថាទៅណាអាហ្នឹងដែលគេហៅថាញៀនរបស់ព្រះអង្គនោះអាចមើលក្នុងកាលទាំង3អតីតបច្ចុប្បន្នអនាគតមុនក្រោយព្រះអង្គមើលបានក្នុងកាលទាំង3ហ្នឹងគឺដឹងអញ្ចឹងហើយមិនមែនធម្មតាទេព្រះអង្គពេលព្រះអង្គនៅបច្ចុប្បន្នឧបមាថាព្រះអង្គពងសម្ដែងធម៌អញ្ចឹងព្រះអង្គមើលនិស័យមើលដឹងទាំងអស់ញោមអង្គុយពងស្ដាប់ធម៌មកពេញមក500 5000អ្នកទាំងមនុស្សទាំងទេវតានឹងទាំងលោកទាំងព្រះសង្ឃព្រះអង្គមើលដឹងថាអ្នកនេះបានសម្រេចសោតាអ្នកនេះចិត្តបានសក្កតាអ្នកនេះចិត្តបានអនាគាអ្នកនេះជ្រះថ្លាមែនតើចិត្តបានសម្រេចគុណធម៌អាយាយនេះអង្គុយស្ដាប់ធម៌តកាយបណ្ឌចិត្តនៅកតុយលេខនៅតុងទីននោះអាយាយនេះនៅតកាយបណ្ឌចិត្តនៅខ្ទមអ្នកតានៅបោកអំនៅបាយសីនៅខ្សែចកេះអាយាយនេះនៅតកាយបណ្ឌចិត្តនៅផ្ទះនោះនឹកឃើញប្តីអញមកពីធ្វើការវិញមិនដឹងបានអីស៊ីអាចចិត្តគិតស្អីព្រះដឹងទាំងអស់ប៉ុន្តែអាត្មាគ្រប់ព្រះអង្គនេះតាដែលអត់ដឹងចិត្តញោមគិតអីតែព្រះលោកដឹងទាំងអស់
ចឹងហើយបានព្រះអង្គប្រោសចំសัตว์នឹងសัตว์ណាមាននិស័យព្រះអង្គចេញទៅប្រោសសัตว์នឹងហេតុអីបានដឹងថាសัตว์ណាមាននិស័យដោយសារព្រះអង្គញៀនដឹងអញ្ចឹងអាត្មាក៏ព្រះអង្គនេះសូមបែបទេសនាក៏អត់ដឹងថាញោមខ្លះចូលចិត្តស្ដាប់ធម៌អីញោមខ្លះចូលចិត្តស្ដាប់ធម៌អីញោមខ្លះចូលចិត្តស្អភិធម្មញោមខ្លះចូលចិត្តប្រសូតញោមខ្លះចូលចិត្តវិន័យអត់ដឹងអញ្ចឹងហើយអត់ដឹងចិត្តអញ្ចឹងហើយបានសំដែងជារួមទៅហ្នឹងហើយជារួមទៅប្រសូតខ្លះវិន័យខ្លះអភិធម្មខ្លះនេះម៉ាត់នោះម៉ាត់ទៅផ្សំគ្នាញោមណាពេញចិត្តរើសយកចំណុចណាមកដាក់ក្នុងជីវិតរបស់យើងក៏ទទួលយកចំណុចហ្នឹងទៅ5ហ្នឹងតែស្អីខ្លះហើយមិនបាច់ថាក៏បានដែរយល់អា8ហ្នឹងស្អីខ្លះហើយយើងគ្រាន់តែវាអា8ហ្នឹងមិនបាច់ថាអាហ្នឹងឈ្មោះថាយើងមានសិក្ខាបទហើយគឺអត់សំខាន់ការថាតាមសំខាន់នៅលើវិរតិគឺការវាយល់លោកនិយាយញោមយល់ហើយចប់ហ្នឹងហើយចប់ហើយបានណាចាំជួបគ្នាថ្ងៃក្រោយចុះបានបនបានសល់តាមបនិស័យជ្រះថ្លារៀងខ្លួនអនុមោទនាចប់ប៉ុណ្្នឹងចប់